បន្ទាប់ពីជួបប្រទះគ្រោះថ្នាក់នៅក្នុងជួរកងទ័ពតួអង្គឯកខុងជីនហូទទួលបានសមត្ថភាពមើលឃើញអនាគតគាត់សម្រេចជាប្រែសមត្ថភាពនេះដើម្បីវិនិយោគលើក្រុមហ៊ុនផ្សេងៗនិងរកលុយដោយមានគោលដៅក្លាយជាអ្នកវិនិយោគលេខ1នៅលើពិភពលោកតាចក្ខុវិស័យរបស់គាត់នឹងលាតសន្ធឹងដល់កម្រិតណាហើយអនាគតរបស់គាត់នឹងលាតត្រដាងយ៉ាងដូចម្តេចក្រៅពីការវិនិយោគវាក៏ពាក់ព័ន្ធនឹងសេដ្ឋកិច្ចនយោបាយសហការកម្មនិងសូម្បីតែបញ្ហាសកលផងដែរចូលរួមជាមួយ Life Manwa តាមដានដំណើររបស់ជីនហូដើម្បីមើលថាតើគាត់នឹងធ្វើអ្វីខ្លះដើម្បីកែប្រែពិភពហិរញ្ញវត្ថុសាច់រឿងចាប់ផ្ដើមនៅតាមផ្លូវអ្នកថ្មាចំកម្ដៅអគារហាងដ៏អ៊ូអរជីនហូស្លៀកពាក់ឈុតយ៉ាងសង្ហាជាមួយនឹងសក់សិតតែក្រោយឈរយ៉ាងជឿជាក់ក្នុងចំណោមហ្វូងមនុស្សដោយធ្វើការសម្ភាសន៍នៅមុខកាមេរ៉ាគាត់និយាយថាឃ្លាមចង់សួរអ្នកដើរតាមផ្លូវថាប្រសិនបើអ្នកស្រាប់តែមានលុយ100លានវ៉នតើអ្នកនឹងធ្វើអ្វីគាត់បានចង្អុលមីក្រូហ្វូនទៅកាន់ស្ត្រីដ៏ស្រស់ស្ងាត់ម្នាក់ដែលដើរកាត់នាងញញឹមហើយឆ្លើយថាវាមិនគ្រប់គ្រាន់ក្នុងការទិញផ្ទះទេបុរសម្នាក់ដែលដើរកាត់ក៏ចូលរួមក្នុងបទសម្ភាសន៍នេះដែរខ្ញុំប្រហែលជានឹងទិញឡានថ្មីមួយបន្ទាប់មកគូស្នេហ៍មួយគូបានចូលមកក្នុងកាមេរ៉ាក្មេងស្រីនោះឆ្លើយមុនគេថាខ្ញុំនឹងយកលុយនោះទៅដាក់ក្នុងគណនីសន្សំបន្ទាប់ពីទទួលបានចម្លើយជុំទី1ជីនហូនិយាយថាអូខេនេះគឺជាសំណួរចុងក្រោយប្រសិនបើអ្នកខ្លាយជាអ្នកមានបំផុតនៅលើពិភពលោកតើមានអ្វីកើតឡើងបុរសដែលចង់ទិញឡាននោះក្រវីដៃសម្លឹងមើលគាត់យ៉ាងចម្លែកហាក់ដូចជាសំណួរដែលមិនអាចទៅរួចស្ត្រីទី1ដែលបានចូលរួមក្នុងបទសម្ភាសន៍ស្រមៃយ៉ាងសប្បាយរីករាយក្នុងការក្លាយជាអ្នកមានបំផុតនៅលើពិភពលោកនាងឆ្លើយថាប្រហែលជាខ្ញុំមិនបាច់ធ្វើការមួយជីវិតទេចម្លើយយ៉ាងឆ្លាតវៃពីនារីស្រស់ស្អាតម្នាក់ទៀតបានបន្តថាជាដំបូងខ្ញុំចង់ដឹងថាតើខ្ញុំក្លាយជាអ្នកមានកម្រិតនោះដោយរបៀបណានៅស្ទូឌីយោបន្ទាប់ពីទស្សនាវគ្គសម្ភាសន៍ពិធីការនីស្រីសម្លឹងមកកត់ហើយនិយាយថាទាំងនេះគឺជាចម្លើយមួយចំនួនអ្នកគឺជាបុរសកូរ៉េវ័យក្មេងដំបូងដែលក្លាយជាអ្នកមានបំផុតនៅលើពិភពលោកតើអ្វីជាអត្តកម្បាំងរបស់អ្នកនាងបន្តដោយរីករាយថាមានសូម្បីតែពាក្យចចាមរាមថាអ្នកគឺជាហោរាដែលអាចមើលឃើញអនាគតជីនហូឆ្លើយថាហោរាដែលអាចមើលឃើញអនាគតគ្មានរឿងបែបនេះទេប៉ុន្តែភ្លាមពេលដែលគាត់និយាយចប់ពណ៌មាសដ៏ភ្លឺចែងចាំងបានបាញ់ចេញពីភ្នែករបស់គាត់ជីនហូសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ក្នុងទិសដៅមួយនៅជ្រុងម្ខាងនៃស្ទូឌីយោស្ត្រីចាស់ម្នាក់ស្លៀកសម្លៀកបំពាក់ជូនជាតិដើមភាគតិចដែលមានសក់ពណ៌សកាន់ដំបងនៅលើដំបងនោះមានឥន្ទ្រីមួយក្បាលនាងត្រូវហ៊ុំព័ំដោយពន្លឺពណ៌មាសស្រាលសត្វឥន្ទ្រីដែលទូមនៅកំពូលដំបងរបស់នាងបានលាតស្លាបយ៉ាងខ្លាំងក្លាដោយអណ្ដាតភ្លៀងហាក់ដូចជាលេខឡានជុំវិញវាខណៈពេលដែលសត្វឥន្ទ្រីហោះហើរពន្លឺជុំវិញវាកាន់តែភ្លឺចែងចាំងពន្លឺរីករាយខ្លាំងហាក់ដូចជានឹងលេបត្រប៉ែកជីនហូទាំងមូលតែម្ដងទុកមុខរបស់គាត់មិនបង្ហាញពីការភ័យខ្លាចនោះទេខណៈពេលដែលគាត់កំពុងសម្លឹងមើលសត្វឥន្ទ្រីយ៉ាងយកចិត្តទុកដាក់ដោយស្លាបរបស់វាលាតសំយ៉ាងធំធេងវាហោះឆ្ពោះទៅកន្លែងដែលភ្លឺបំផុតជីនហូសម្លឹងមើលវាហោះឡើងលើក្បាលសត្វបន្ទិញទាំងមូលបញ្ចេញពន្លឺដែលអ្នកណាម្នាក់នៅក្នុងទស្សនិកជនមិនបានមើលឃើញនោះទេគាត់ញញឹមបន្តិចពន្លឺនៅក្នុងភ្នែករបស់គាត់រសាក់បន្តិចម្ដងសំឡេងរបស់ពិធីការិនីស្រីរំខានការគិតរបស់គាត់សូត្រឡប់មកកាន់ការពិតវិញជីនហូអង្គាបក្បាលហើយនិយាយថាខ្ញុំគឺជាអ្នកវិនិយោគធម្មតាម្នាក់ដែលមានសំណាងគាត់ញីភ្នែកភ្ញាក់ពីដេកទាំងងក់ងុយជីនហូលោតក្រោកឡើងនៅក្នុងបន្ទប់តូចមួយដែលពោពេញដោយរបស់របរហើយឈ្មោះខ្លួនឯងដើម្បីដាស់ខ្លួនឯងពលបាលត្រីកុងជីនហូគាត់ច្របាច់កដ៏រឹងរបស់គាត់បន្ទាប់ពីគេងយ៉ាងយូរហើយនិយាយថាពិតមែនឬហេតុអ្វីបានជាឥន្ទ្រីនៅក្នុងនិមិត្តសញ្ញាយោធាបន្តលេចឡើងក្នុងសុបិនរបស់ខ្ញុំសុបិននោះលកប៉ុន្តែសត្វឥន្ទ្រីបានបំផ្លាញវាជីនហូដកដង្ហើមធំគាត់គឺជាទាហានដែលទើបតែចេញពីជួរកងទ័ពហើយបច្ចុប្បន្នគ្មានការងារធ្វើដោយដែលអ្នកអាចឃើញជីនហូវើនៅក្នុងផ្ទះល្វែងបន្ទប់ជួលពាក់កណ្ដាលក្រោមដីតូចមួយជាមួយម្ដាយរបស់គាត់ប៉ុន្តែជីវិតមិនតែងតែអាបអួរបែបនេះទេគាត់ធ្លាប់មានឪពុកដែលអាចពឹងពាក់បានដែលជាម្ចាស់អាជីវកម្មស្របច្បាប់មួយម្ដាយរបស់ជីនហូធ្វើការងារតូចតាចហើយគាត់តែងតែជាមនុស្សចិត្តល្អនិងទន់ភ្លន់ដោយផ្កានៅលើម៉ាស៊ីនកម្ដៅអាហាររូបថតគ្រួសារតូចមួយត្រូវបានដាក់តាំងយ៉ាងស្អាត
នៅក្នុងរូបថតនោះប្តីប្រពន្ធវ័យក្មេងមួយគូកាន់ដៃជាមួយកូនប្រុសរបស់ពួកគេមើលទៅសប្បាយរីករាយខ្លាំងណាស់នៅក្រោមការថែទាំរបស់ឪពុកម្ដាយជីនហូធំឡើងដូចជាផ្កានៅក្នុងផ្ទះកញ្ចក់បន្ទប់ដ៏ស្ងប់ស្ងាត់ស្រាប់តែពោរពេញទៅដោយសំឡេងទូរស័ព្ទរ៉ូតគាត់លើកទូរស័ព្ទដើម្បីមើលថាតើនរណាទូរស័ព្ទមកទិដ្ឋភាពផ្លាស់ប្ដូរនៅក្នុងផ្ទះល្វែងដ៏ធំទូលាយមួយជីនហូនិយាយថាខ្ញុំដឹងហើយថៃឈូជីវិតរបស់អ្នកមិនផ្លាស់ប្ដូរទាល់តែសោះថៃឈូហុចហ្វ្រាបៀមួយកំប៉ុងទៅជីនហូហើយតបវិញថាឯងយល់ខុសហើយឯងមើលមិនឃើញថាការប្រមូលរបស់ខ្ញុំកើនទ្វេដងទេគាត់យកស្រាបៀហើយនិយាយថាតាំងពីវិទ្យាល័យមកការប្រមូលរបស់អ្នកវាច្រើនហូរហៀទៅហើយតើខ្ញុំដឹងបានយ៉ាងម៉េចថាមានអ្វីប្លែកនោះថៃឈូអង្គុយទល់មុខជីនហូហើយនិយាយថាឯងនៅតែមិនយកចិត្តទុកដាក់ចំពោះអ្វីនៅជុំវិញខ្លួនដដែលតើឯងមានកម្រងធ្វើអ្វីឥឡូវនេះគាត់បាចកំប៉ុងស្រាបៀហើយឆ្លើយថាខ្ញុំមិនមានលុយទេប៉ុន្តែខ្ញុំបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដ៏ល្បីល្បាញដូច្នេះខ្ញុំអាចធ្វើជាគ្រូបង្រៀនគួរហើយជួយម្ដាយខ្ញុំបន្តិចបន្តួចខ្ញុំប្រហែលជាត្រូវពន្យាពេលការត្រឡប់ទៅរៀនវិញមួយរយៈសិនហើយថៃខ្ជូទង្គិចកំប៉ុងជាមួយជីនហូហើយសរសើរគាត់នឹងហើយគឺកងជីនហូដែលខ្ញុំស្គាល់ពិតជាកងកតញ្ញូមែនគាត់និយាយដោយអំណរគុណថាអរគុណសម្រាប់ការចំណាយពេលបុណ្យណូអែលជាមួយម្ដាយខ្ញុំជំនួសខ្ញុំថៃខ្ជូផឹកមួយអកភ្នែករបស់គាត់បិទជិតពេលគាត់ញញឹមអ្នកនិយាយពីអ្វីហ្នឹងរវាងពួកយើងរឿងហ្នឹងវាមិនអីទេម្ដាយឯងក៏ដូចជាម្ដាយខ្ញុំដែរគាត់បដូរធានបត់ចោះជីវិតក្នុងជួរកងទ័ពយ៉ាងម៉េចដែរជីនហូក្រវីដៃហើយឆ្លើយថាមានអ្វីត្រូវនិយាយទៅឯងត្រូវបានលើកលែងពីការបម្រើយោធាដូច្នេះមិនចាំបាច់ពិភាក្សាវាទេថៃខ្ជូនិយាយថាឯងស្ដាប់ទៅរៀងច្រណែនហើយចង់ឮរឿងអ្វីមួយដែលធ្វើឲ្យឯងកាន់តែច្រណែនបេគាត់ផានទៅក្រោយហើយសួរថាតើមានអ្វីទៀតទៅជីនហូរងចាំចម្លើយរបស់គាត់ដោយទឹកមុខមាំថៃខ្ជូអោនមកជិតហើយក្រសិបកំសាន្តថាខ្ញុំរកឃើញលេខសម្ងាត់បែនខ្វាញ់របស់ខ្ញុំហើយជីនហូសួរដោយមិនយល់ថាហ៎វាយ៉ាងម៉េចគាត់ឆ្លើយថាឯងភ្លេចហើយឬខ្ញុំបានលក់តួអង្គក្នុងហ្គេមរបស់ខ្ញុំហើយទទួលបានរូបិយកម្ម Digital ខ្លះគាត់នឹកឃើញហើយនិយាយយ៉ាងលឿនអានឹងមែនតួអង្គដែលមានតម្លៃ50លានវុននោះហ៎ឯងយំនៅពេលដែលឯងបាត់វាហើយប្រាប់ថាជីវិតរបស់ឯងចប់ហើយប៉ុន្តែឥឡូវឯងរកវាវិញមែនទេថៃខ្ជូរៀបរាប់យ៉ាងច្បាស់អំពីអ្វីដែលកើតឡើងថ្ងៃមុនពេលដែលខ្ញុំកំពុងសម្អាតទូដាក់តាំង model របស់ខ្ញុំរកវាឃើញហើយតើឯងដឹងថាឥឡូវនេះមានតម្លៃប៉ុន្មានទេជីនហូមិនដឹងហើយសួរថាប៉ុន្មានទៅគាត់ឆ្លើយថាគិតត្រឹមម្សិលមិញវាមានតម្លៃ$1120គាត់គិតលុយមើលអ្វី$1120ជាមួយនឹងអត្រាប្តូរប្រាក់បច្ចុប្បន្ន$1ស្មើនឹង1198វ៉ុនដូច្នេះវាគឺ1.22លានវ៉ុនថៃខ្ជូលើកម្រាមដៃមួយហើយនិយាយយ៉ាងខ្លីថា1 BNT ជីនហូមិនជឿត្រចៀករបស់គាត់ហើយសួរម្ដងទៀតថាហាគាត់និយាយថាមិនមែនសរុប$1120ទេគឺ$1120ក្នុង1 BNT គាត់គិតលុយឡើងវិញចុះឯងមាន110,000 BNT ដែលមានន័យថាចំនួនក្រជ្រេះក្រជ្រែងដ៏ធំសន្ធប់នោះធ្វើឲ្យជីនហូគិតយ៉ាងយូរពេលគិតឃើញចម្លើយហើយគាត់សម្លឹងទៅលើថៃខ្ជូដោយភាពតក់ស្លុតគិតអំពីចំនួនដែលគាត់ទៅតែគិតរួចនោះជីនហូបែកញើសត្រជាក់ត្រង់មិនអាចទៅរួចទេគាត់ស្រែកថា13,500លានវ៉ុនជីនហូលោតក្រោកឡើងថៃខ្ជូនិយាយចំមុខគាត់ថាអាចឈួតហើយឯងកំពុងយល់សុបិនមែនទេថៃខ្ជូភ្ញាក់ផ្អើលចង្អុលទៅគាត់ហើយនិយាយថាហេតុអ្វីបានជាឯងស្រែកទៅកាន់ខ្ញុំបើឯងច្រណែនគ្រាន់តែសារភាពទៅវាចំណាយពេលយូរម្ដងហើយដើម្បីឲ្យខ្ញុំទទួលស្គាល់ព័ត៌មាននេះប៉ុន្តែខ្ញុំមិនបានកុហកទេខ្ញុំតក់ស្លុតខ្លាំងណាស់ដែលមិនថ្មិញសប្បាយរីករាយផងគាត់ញាប់ញ័រនៅពេលគិតអំពីចំនួនប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះណែឲ្យខ្ញុំ100លានមកបន្តិចក៏បានតែឃ្យូបដិសេធយ៉ាងដាច់អហង្ការថាទេជីនហូអង្វរត្រឹមតែ100លានទេសូមអង្វរគាត់នៅតែរក្សាជំហររឹងមាំមិនអាចទេខ្ញុំបានលក់វានៅលើទីផ្សារប្តូរប្រាក់រួចហើយប្រសិនបើតម្រូវការនេះនៅតែបន្តខ្ញុំគិតថាតម្លៃរបស់វានឹងកើនឡើងថែមទៀតមួយរយៈ
จินโฮเธอปุดเจียทุนตรวนกึ่งไม่เอ่ยประสันบอกคิมดึงคิมนึงเลงเกมนู้อ้อยบานยกจะตุกดักเจียงนี้ปันติดดอยนึกเคยดอกเกลียอเตตะกาวได้พวกเกทรวบโดยหางอินเทอร์เน็ตดำไปเลงเกมแต่คิวเจินแต่แสกค่ะแน่คอมเพล็กเลงไอตอนคิมนะจินโฮแต่งแต่ประกาศอย่างเรื่องรั้วท้าเหตุไอคิมแต่เธอจังอะละงงกอดกราวชอล้างเฮยสลับแต่จับอ่าวระบอกกอดสลายท่าอาจกวดอันนั้นคือเจระบอกคิมจุบ้านะแต่แองเพลกเฮรือถ้าแองบันลูกแตงตัวอังระบอกคิมหนึ่งอย่าแองกาไปเปนุจำแนกระบอกคิมมาอะไรนี่จอมเสียดจินโฮจับประดามคังจับอ่าวเตคิวให้กระลุกกอดฉลายตอบเตียงระดักระดบท่าจำแนกระบอกแองเวียประมาณเต้กอดเอียงกระบาอย่างสงัดเฮยพี่เอี่ยมจองจำจำแนกระบอกพลิยมคือสรับตาจินโฮเคยเอาไว้มวยเลื่อยจินแจงขังกล้าวบังอวยวีคือจีอันตรีได้บ้านปังหานคล้วนขน้องสวรรค์ระบอกกอดมาดองเตียดวิชอนั่นเลยจินแจงสำลังมรอกบรรทบได้กอดกำปงอังกุยเรียงกายแต่งมูระบอกเวียพลื้อจางจังหักโนจีกำปงแชจินโฮพยับเอาเนเป้กอดเคยมุกสัตอันตรีกอดปรุยบารมหนึ่งชงอลถาเอาไว้เตอเฮ็ดเอาไว้บานเจเวียเนาตีนีมาดองเตียดรำไปโนสัตอันตรียอกสันตูห้อยสตูตมุกวิจักเจงปีจินจังดอชไงเลียดสันเดมสลาดอย่างคงตุเลียห้อยฮอชปัวเตอบังอูดบรรทบระบอกแทกจูวีฮอกกัดดอยบรรซ้อนเหนือปนลือเฉียกแสกแสในเลืออากาศเอาไว้ได้จำไหลนุคือวีมันเตาเรียรังดอยบังอูดนุเตให้ฮอตรังโจตกนงบรรทบระบอกแทกจูไตมาดองสลาประบอกเวียเลียดสันทึงอย่างทมตุเลียเนื้อขนมบรรทบดอยจังเอียดดอยพตกเนื้ออันดาดเพลืองดอกพลื้อแจงจังจินโฮสำลังเมอวีฮอฮาวไปเหลือกบ้าดอยพี่ไพสลังโปก็จองจินจามดอยชงอลถาตาวซัดอันตรีเมียนกำรุงเทื่อเอาไว้บรรต่อเตียดเนื้อเลืออากาศเนื้อเป้มุกจินโฮชอลกูในปนลือสรับตะเล็กจันหมอนุกชอลผิวกำบุดบงอักษรเล็กจันปีกชอลกวดปนลือจังโนนี่ถืออ่อยกอดพิญญาปะอายอย่างคลังเคยแบบนี้แต่คิวสูทาแน่อันเกิดไม่กบให้คลังมาแล้วจินโฮมันชลอยปีมูลหาเตกรอนแต่สูทาแน่โอแต่คิวแต่อันดึงเตทามอนเทนฮิลคือจีเอาไว้ก็ชลอยโดยพิญญาอ่าวทานัวคือจีกันแหลงดอกโดได้คิวกงปงติ้นหนึ่งลูกแบนคอยน์เหล่านี้หัดเอาไว้แต่อันดึงปีเวียดอยระเบียบนะดอยสำลังเมื่ออักษรเมียฟเลืออากาศ Mountain Hill Bankrupt กอดสู้แต่คิวโดยการสองสายกันแต่ครั้งหลังตาวีมีนสวัสดิภีเตตามีนเปียกจะจำอารามอัมปีกากสายทุนหรือเอาไว้เตตาคิวได้มันโยลปีเอาไว้ได้กำปงเกะล้างบานซัวตระลับมาวิงทาไอ้นี่ยัยปีไอ้นึงตาตีบซาดอโดดอล้อเอ็ดคลาอาจใส่ทุนบานยางโดยมาได้จินโฮทะเลโจลกองไกรเตรเรียดพิจารณาสัตว์อันตรีหนึ่งอักษรแต่งนู้เวียปัจจีโดยเคียแบบเบิดเตอร์หนึ่งเอาไว้เด็กขยงบานเคยนึกขังจั่วกองตัวจั่วเบอร์นี้มันแมนจิกาโยลจะลมเฮาเวียจิกาปัดวินุการแต่เกิดกอดการแต่ภัยคลายจินโฮนิจีทาโอแต่คิวจับปีเปนีต่อเตอร์ไอ้ตรึสดับเอาฉบับเนื้อเอาไว้เด็กขยงนิยัยแต่คิวสำลังเมื่อมุกกอดด้อยมุนยลเสยเก้กอดนิยัยดอยประกอดประใจทาลูกแบนคอยระบาไอ้แต่งออกเจบันตอนแต่คิวสูตลบมาวินด้อยมันเจือทาหัดไอเพลียมและจินโฮจับเอาระบบกอดอย่างครั้งเฮานิเยคลังทาขยมมันอาจบรรยลบานเตครอนแต่เชื่อขยมเฮาลวกเวียเตยดาวเสียมสงัดสำเลืองเมื่อจำพยักระบบกอดหนึ่งคืนตึกหมกดอเมืองมัดหนึ่งปรุยบารามระบบจินโฮตีบมพดกอดกอยลโปรมโอเคขยมหนึ่งลวกเวียแตงขยมมีนกำรงเถื่อแบบนสระพอยขยมแทมแตงบานสมออยบองเสรขยมบักกันในดอลลาร์สำหรับขยมติดพองปันแต่ปีขยมเถื่อลุดไอ้เตยบรรยลกรุบอย่างหมกขยมดาวคืนกอดยลโปรมจินโฮองกุยเต็มลักคลวนอย่างทงวนเลยเอ็กหอยระอุรุมตั้มขนมในยลโปรมขณะเป๊กำปงรงจำแทกิ้วจัดการแบนโคยเนเลยโทรศัพท์ระบอกกอดนึกเคยท้าเวียบานบัดแต่หอยสัตว์อันตรีหนึ่งอสอแทงนู้คิมบ้านเคยปุเวียมาดองเตียดบ่าวเขียมมันแมนเมอเคยระเวอระวายเต้ตาเขียมไอดังชมวตีบสาประดูบรักแดเขียมมันทลอบลือปีมนหมอกดาวระบีบนะเรื่องมวยเขียมทลอบลือปีเวียมนนี้ปันตายจะลอมเนื้อคลวงบรรทบดอกสงับสงัดเนื้อตึงปีกำปงทัวเรื่องต่อคลวนเรียงคลวนสลับตายไทกิวโหลดลางไฮสไรท่าโอ้ยับให้จินโฮสัวยังเลือนท่าฮะมีเรื่องไอเตียดให้ก็ฉลายท่ามาซินเมระเบะเมาเชนฮิลเทิบตากลางจินโฮพยักพาเอาไฮสัวยังเลือนท่าเอาไว้จุดจำหน่ายแบนคอยเว้นมีนไว้เกิดลายจำโกโปเวียจินโฮท็อปบารัมอย่างคลังระหดดอนลดกราวชอแทกิวการตุรศัพท์ระบกอดบังหายนิเอท่าคิงเติบแต่ลูกเวียตอนเป็นจำคิงปีเน็ตมือซึ่นถ้ามีปัญหาไว้ประหายชีเวียกรอนแต่จิกาแทตอมประปวนมาซินเมปะเนาะกอดรงจำดอยอันแตสาอย่างคลั่งดำไปไอกอดปีเน็ตมือกาขึ้นมุยสลับแต่ผิวล่างในครอนกบาระบกอดตามีเรื่องไอกาดล่างตาวิไอตะรุยเตก็สไลด์แต่เพย์สลอนเพลาะเปรี้ยเอ้ยจินโฮสู่อย่างประหยัดท่ามีเรื่องไอไทกิวสำลังมือโทรศัพท์ระบกอดอย่างยกเจ็ดทุกดักคอยนิยท่ามาซินเมดอนนากาไว้หอยบรรดาคณะนี้ระบบเนาะเปล่าปราตึงอ้อคือเตสะอาด
នៅក្នុងក្រុមឆាតសារថ្មីពីអ្នករកគ្នានៅតែបន្តលេចឡើងមនុស្សគ្រប់គ្នាកំពុងស្ថិតនៅក្នុងភាពច្របិចច្របល់ទាំងស្រុងម៉ាស៊ីនមេពិតជាកាងមែនតើនេះជារឿងស្អីគេមិនអាចចូលទៅកាន់ Mountain Hill បានទេអ្នកទាំងអស់គ្នាពិនិត្យមើលគណនីរបស់អ្នកតើលឺខៀវនៅឯណាពុកចង្រៃ Mountain Hill គាត់មិនអាចជឿថាអ្វីដែលគាត់និយាយកំពុងកើតឡើងម្ដងទៀតទេថៃខ្ជូតងគាត់ហើយទៀមទាថាខុងជីនហូឯងបានសន្យាថានឹងប្រាប់ខ្ញុំកើតពិតតាមមែនទេតើមានអ្វីកើតឡើងតើឯងដឹងរឿងនេះថានឹងកើតឡើងមែនទេជីនហូ Starkster មិនហ៊ានសម្លឹងមើលភ្នែកថៃខ្ជូហើយមិនដឹងថាត្រូវឆ្លើយយ៉ាងម៉េចគឺរឿងហ្នឹងថៃខ្ជូបញ្ចរឿងអីទៅឆាប់ប្រាប់ខ្ញុំមកគាត់ Starkster វាហាក់ដូចជាខ្ញុំទៅពីបានសមត្ថភាពក្នុងការទូស្ទាយអនាគតជីនហូនឹកឃើញកាលពីមួយឆ្នាំមុននៃទីលានបាញ់កំភ្លើងត្បល់កងវរសេនាធំ XX កងពន្ធធំ X គ្រូបង្ហាត់សម្លឹងមើលគាត់ហើយរំលឹកគាត់ថាខុងជីនហូឈប់ធ្វើឈួតទៅហើយយកចិត្តទុកដាក់គេនឹងសួរអ្នកអំពីរឿងនេះពេលអ្នកត្រឡប់ទៅមូលដ្ឋានវិញយល់ទេជីនហូឈរក្រុងចំហប្រុងប្រយ័ត្នហើយលើកដៃរបស់គាត់យ៉ាងខ្លាំងបល័យជាខុងជីនហូយល់ហើយស្រាប់តែគាត់ឃើញអ្វីមួយភ្លឺចាំងបន្ទាប់ពីសម្លឹងមើលយ៉ាងជិតស្និទ្ធជីនហូឆ្ងល់ដោយការសង្ស័យថាអិនទ្រីខណៈពេលដែលឈរក្នុងចំហប្រុងប្រយ័ត្នគាត់ងាកក្បាលទៅមើលតើអិនទ្រីតែងតែមានរូបរាងបែបនេះមែនទេសត្វអិនទ្រីលាតស្លាបរបស់វាហើយហោះកាត់ខ្យល់សម្ដៅត្រង់មករកជីនហូដែលធ្វើឲ្យគាត់ស្រ័យថាស្អីគេជីនហូលើកដៃឡើងដើម្បីបិទបាំងក្បាលរបស់គាត់តើនេះជាអ្វីទាហានដែលនៅជុំវិញសម្លឹងមើលដោយភាពស្រឡាំងកាំងខណៈដែលគាត់ស្រាប់តែស្រែកហើយគ្រវីដៃជើងយ៉ាងច្របល់ពន្លឺក៏បាត់ទៅវិញគាត់ងាកទៅសួរមិត្តភក្តិរបស់គាត់ថាណែអញឃើញសត្វអិនទ្រីទេអំបញ្ញមិញនេះម្នាក់នោះឆ្លើយថានៅឯណាជីនហូចង្អុលទៅមេឃហើយនិយាយថាវាទើបតែហោះកាត់ទីលើក្បាលយើងអំបញ្ញមិញនេះតាដោយឃើញគាត់និយាយបែបនេះទាហាននោះរៀងភ័យបន្តិចទេខ្ញុំមិនឃើញអ្វីទេគាត់ធ្វើកាយវិការប្រាប់ពីទំហំរបស់សត្វអិនទ្រីទៅកាន់ម្នាក់នោះតែឯងមើលមិនឃើញរបស់ធំបែបនេះបានយ៉ាងម៉េចជីនហូងាកក្បាលទៅក្រោយនៅពីក្រោយគាត់រស្មីពណ៌មានលេចឡើងដោយមានអក្សរ KM 181ជីនហូមិនយល់ថាហេតុអ្វីបានជាអក្សរទាំងនោះលេចឡើងហើយធ្វើការស្មានថាតើនេះជាអ្វីបច្ចេកវិទ្យា AR តើនេះជារឿងដែលយើងធ្លាប់ឃើញក្នុងពេលហ្វឹកហាត់មែនទេតើការផ្ទុះ KM 181មានន័យយ៉ាងណាខណៈពេលដែលគាត់នៅតែលងក្នុងគំនិតរបស់ការស្មានរបស់គាត់ក្រុមទាហានមួយក្រុមទៀតកំពុងដំឡើងគ្រាប់កំភ្លើងនៅពេលដែលឧបករណ៍ផ្ទុះត្រូវបានបញ្ចូលទៅក្នុងកាណុងជីនហូឃើញអក្សរ81មីលីម៉ែត្រនៅលើគ្រាប់កំភ្លើងហើយគាត់ផ្សារភ្ជាប់វាទៅនឹងអក្សរមាសលើមេឃដែលគាត់បានឃើញគំនិតដ៏គួរឲ្យភ័យខ្លាចមួយបានលេចឡើងក្នុងក្បាលរបស់ជីនហូតើវាអាចទៅជាត្រឡប់មកការពិតវិញគាត់និយាយថាសួរបីតែពីនេះដែរខ្ញុំអាចនិយាយដោយមិនបាច់បំភ្លឺថាសភាវៈមាសនៃមនុស្សដឹងពេលដែលជីវិតរបស់ពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់ពន្លឺពីការផ្ទុះជែកពន្លឺលើមុខភ័យស្លន់របស់ជីនហូត្រឡប់ទៅឯទីលានហ្វឹកហាត់គាត់ស្រែកយ៉ាងលឿនក្របោបទៅការផ្ទុះដ៏រន្ធត់កើតឡើងក្នុងចងចាំរបស់គាត់ជីនហូបញ្ចប់សាច់រឿងថារាងកាយបានប្រតិកម្មមុនពេលដែលខួរក្បាលអាចយល់ទៅបានទៀតគាត់គិតថាក្រៀមក្រំនឹងពីវាថៃឃ្យូលួងគាត់ថាប៉ុន្តែឯងពិតជាមានសំណាងណាស់ទោះបីជាឯងនៅចិត្តខ្លាំងក៏ដោយក៏ឯងនៅតែមានសំណាងដែលមិនរងរបួសដែរជីនហូយល់ព្រមមែនហើយមានគ្រោះថ្នាក់ដ៏អាតដែលស្លាប់មួយកើតឡើងប៉ុន្តែដោយសារការប្រុងប្រយ័ត្នដ៏អាខុងនោះខ្ញុំអាចរស់រាវៀនបានគាត់សួរជាមួយការបារម្ភថាចុះក្រុមគ្រូពេទ្យបាននិយាយថាយ៉ាងម៉េចជីនហូនឹកឃើញពាក្យគ្រូពេទ្យដែលបាននិយាយថាគាត់បាននិយាយថាការតក់ស្នល់ពីគ្រោះថ្នាក់នេះបណ្ដាលឲ្យមានការផលញញឹមក្នុងការចងចាំមួយចំនួនថៃឃ្យូនិយាយដែលមិនសូវជឿថានោះហាក់ដូចជាចម្លើយដែលមិនសូវគួរឲ្យជឿសោះយ៉ាងណាក៏ដោយប្រសិនបើឯងបានជួបប្រទះបាតុផលនេះ2ដងហើយវាលែងជាចៃដន្យហើយវាគឺជាធម៌ពលពិសេសគាត់មិនដែលគិតអំពីរឿងនេះហើយនិយាយឡើងវិញដោយការភ្ញាក់ផ្អើលធម៌ពលពិសេសហ៎ជីនហូឆ្ងល់ថាឧបមាថាឯងនិយាយត្រីប៉ុន្តែហេតុអ្វីបានជាឯងជឿវាងាយម្ល៉េះគាត់អោបដៃហើយនិយាយជីជំនុកចិត្តជាមួយនឹងស្នាមញញឹមថាកុំភ្លេចកម្លាំងចិត្តដែលខ្ញុំទទួលបានពី anime ថងសួរបីតែមាន elf ដ៏គួរឲ្យស្រឡាញ់មួយលេចមកមុខខ្ញុំក៏សុទ្ធតែជឿដែរបន្ទាប់ពីមានការតក់ស្លុតគាត់ស្ងប់អារម្មណ៍ឡើងវិញហើយនិយាយថាទោះយ៉ាងណាក៏ដោយចូលយើងងាកមកនិយាយរឿងជាក់ស្ដែងវិញ take you get weh រឿងជាក់ស្ដែងអីគេជីនហូនិយាយថាចំណែករបស់ខ្ញុំគឺ 1.24 លានវ៉នឯងបានលួកតួអង្គរបស់ឯងហើយឯងក៏បានលួកតួអង្គកម្រិតទាបរបស់ខ្ញុំដែរក្នុងចំណោម 11000 BNT ដែលឯងទទួលបាន 1000 BNT ក៏ជាចំណែករបស់អ្នកនេះដែរ
ដូច្នេះវាស្មើនឹងប្រហែល 9.1% នៃ 13.5 លានវ៉នដែលឯងមានឥឡូវនេះបើឯងមិនឲ្យទេខ្ញុំនឹងដុត model របស់ឯងទាំងអស់ចោលឯងមិនចង់ឲ្យវាមកខ្ញុំទេមែនទេអាប្រកាស Texu រអ៊ូទួមហើយឥឡូវនេះឯងកំពុងគំរាមខ្ញុំមុនពេលចរចាហើយបង្កបញ្ហាទៀត Texu លើកដៃទាំងពីរឡើងបង្ហាញថាគាត់មិនអាចទេហើយទោះយ៉ាងណាក៏ដោយបើទោះជាខ្ញុំចង់ផ្ដល់វាដល់ឯងនៅពេលនេះក៏ដោយខ្ញុំក៏មិនអាចផ្ដល់ឲ្យទាំងអស់នោះដែរដោយសារតែរឿងពុនគាត់យល់ពីរឿងនេះហើយបន្ទន់សម្លេងរបស់គាត់ខ្ញុំគិតទុកហើយដូច្នេះតើឯងកំពុងមានគម្រោងបង្កើតកម្លែងលះពុនឬមានគម្រោងអ្វីដែរគាត់ភ្ញាក់ផ្អើលអូតើឯងដឹងដោយរបៀបណាជីនហៅរំលឹកគាត់ថាតើឯងភ្លេចហើយឬថាខ្ញុំជានិស្សិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យកូរ៉េ Texu អេតក្បាលហើយនិយាយថាបងស្រីខ្ញុំប្រាប់ថាប្រសិនបើពុនលើប្រាក់ចំណូលកាត់ឡើងពី Bitcoin ខ្ញុំប្រហែលជាត្រូវបង់ប្រាក់រាប់ពាន់លានវ៉នដូច្នេះខ្ញុំបានបង្កើតកន្លែងលាក់ពុននៅកន្លែងមួយហៅថា Delaware Territory នៃសហរដ្ឋអាមេរិកហើយបានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថាក្រុមហ៊ុន OTK គាត់ស្មានថាតើវាមកពីពាក្យថា Otaku មែនទេ Texu ខាងហើយនិយាយថាវាមកពីពាក្យ Otexu អាល្ងងដោយគិតអំពីចំនួនលុយដ៏ច្រើនសន្ធឹកសន្ធាប់នោះគាត់លោតឡើងដោយសេចក្តីរីករាយហើយនិយាយថាយ៉ាងណាក៏ដោយឥឡូវនេះអ្វីដែលនៅសល់គឺការរស់នៅយ៉ាងមានក្តីសុខរហូតដល់ចុងបញ្ចប់នៃជីវិតជីនហូនិយាយដោយការមើលងាយថាមិនមែនឯងរស់នៅបែបនេះរហូតមកទេឬការរកស៊ីចិញ្ចឹមជីវិតដោយការជួញវត្ថុក្នុងហេមវាមិនមែនជារឿងងាយស្រួលទេ Texu ប្រកាសថាតើឯងគិតថាវាងាយស្រួលក្នុងការរកស៊ីចិញ្ចឹមជីវិតដោយគ្រាន់តែជួញវត្ថុក្នុងហេមមែនទេមិនមែនជាលទ្ធផលនៃរឿងនឹងទេឬគាត់មិនចង់ប្រកាសជាមួយគាត់ទេអូខេខ្ញុំព្រមទទួលស្គាល់ហើយទីបំផុតគាត់សម្រេចចិត្តថាទោះយ៉ាងណាក៏ដោយមិនចាំបាច់អូបន្លាយរឿងនេះទៀតទេពីលុយ 13.5 លានរបស់ខ្ញុំនឹងផ្ដល់ឲ្យឯង 1.24 លាន Texu ចង្អុលមកខ្លួនឯងហើយសន្យាថាឯងមានការសន្យារបស់ Otexu ហើយខ្ញុំច្បាស់ជានឹងផ្ទេរវាទៅឲ្យឯងនៅថ្ងៃដែលប្រតិបត្តិការត្រូវបានបញ្ចប់ដោយសារការទុះទាយដែលឆ្លៃចម្លែកនេះនឹងមិត្តភ័ក្តិដែលរៀងល្ងងបន្តិចប៉ុន្តែស្មោះត្រង់ខ្លាំងនោះគាត់ទទួលបានប្រាក់ 1.24 លានវ៉នដោយសម្លឹងមើលសកម្មទលគណនីការដលុយដ៏ច្រើនសន្ធឹកសន្ធាប់នោះជីនហូមានសេចក្តីរីករាយយ៉ាងខ្លាំងអស្ចារ្យណាស់នេះពិតជាអស្ចារ្យមែនគាត់នឹកឃើញអ្វីដែល Texu បាននិយាយមុនពេលនៅផ្ទះរបស់គាត់កុំអរលឿនភ្លេចទេតើខ្ញុំមិនបាននិយាយពីមុនទេថាខ្ញុំមិនអាចផ្ដល់ចំណែកទាំងមូលរបស់ឯងឲ្យឯងនៅពេលនេះទេជីនហូយល់ហើយនិយាយថាខ្ញុំដឹងលុយដែលឯងឲ្យខ្ញុំគឺជាអំណោយដូច្នេះភ្លាមដែលវាទទួលបានពីកម្លាំងលេខពុនមកកូរ៉េវានឹងត្រូវបង់ពុន 20% ហើយចំនួនទឹកលុយកាន់តែខ្ពស់អត្រាពុនក៏កាន់តែខ្ពស់ Texu លើកដៃមេដៃសរសើរគាត់ថាឯងពិតជាមានចំណេះដឹងមែនខ្ញុំនឹងឲ្យឯង500លានមុនហើយបន្ទាប់មកខ្ញុំនឹងរកវិធីយក740លានទៀតតាមក្រោយណោបបងស្រីខ្ញុំចាំសិនទៅជីនហូលួចបួងសួងក្នុងចិត្តថាសូមកុំឲ្យនេះជាសុបិនអីនៅតាមផ្លូវដ៏អ៊ូអរគាត់ដើរបណ្ដាគិតបណ្ដាតើខ្ញុំគួរធ្វើអ្វីជាមួយលុយនេះប្រហែលជាខ្ញុំនឹងជួយឲ្យម្ដាយខ្ញុំមិនបាច់ធ្វើការមួយរយៈហើយទិញកៅអៅថ្មីខ្លះឲ្យគាត់ជីនហូដើរកាត់ផ្សារទំនើបមួយគាត់ជារៀងបណ្ដាហើយដើរចូលទៅក្នុងបន្ទប់ទទួលភ្ញៀវរបស់ផ្សារទំនើបចំណោមហាងរាប់រយហាងជីនហូសម្លឹងមើលជុំវិញហើយឆ្ងល់ថាឥឡូវនេះតើធំគួរចាប់ដើមដើរទិញអីវ៉ាន់ឯណាស្រាប់តែមានការឆោឡៅពីចម្ងាយតែកទៀងចំណាប់អារម្មណ៍របស់គាត់ស្អីគេហ្នឹងហ៊ានរុនរតេក៏ខ្វេតនោះមករកខ្លួនផងសំឡេងស្ត្រីម្នាក់និយាយថាខ្ញុំសុំទោសមានដែនខ្ញុំសុំទោសផងសំឡេងស្ត្រីម្នាក់នៅតែនិយាយថាមុននឹងខ្ញុំដណ្ដើរអនអ៊ីវេតឆាន់នៅលើ website របស់ហាងនាងឯងគួរតែលុតចង្គង់សុំទោសភ្លាមឥឡូវនេះទេភូមិជនរអ៊ូរអាហើបពិភាក្សាគ្នាថាมันអាចជឿបានទេនៅមានមនុស្សបែបនេះនៅក្នុងសម័យនេះទៀតក្មេងស្រីម្នាក់ពាក់អាវរោមស័តដ៏មានតម្លៃកំពុងស្រែកថាតើនាងឯងដឹងថាស្បែកជើងទាំងនេះតម្លៃប៉ុន្មានទេមីអ្នកបោសសម្អាតនាងឯងមិនអាចទិញវាបានទេសូម្បីតែនាងឯងសម្អាតកម្លៃនេះ 1000 ដងក៏មិនអាចទិញវាបានដែរអ្នកគ្រប់គ្រងដែលឈរនៅពីមុខនាងអនក្បាល90ដឺក្រេហើយនិយាយថាខ្ញុំសុំទោសយ៉ាងច្រើនទេអ្នកនាងគាត់ក្រឡេកមើលមនុស្សដែលឈរនៅពីក្រោយគ្នានឹងស្រែកថាចាំអីទៀតប្រញាប់លុតចង្គង់ឡើងពីក្នុងចំណោមហ្វូងមនុស្សគាត់ស្រាប់តែចំណាំនរណាម្នាក់បានសំឡេងរ៉ូតបន្លឺឡើងនៅក្នុងបេះដូងរបស់ជីនហូមិនអាចទៅរួចទេគាត់ឃើញស្ត្រីអ្នកសម្អាតដែលមើលទៅស្រដៀងនឹងម្ដាយរបស់គាត់ខ្លាំងណាស់ដូច្នេះគាត់ឆ្ងល់ថាតើជាម៉ាក់ឬដោយឈរពីចម្ងាយចិញ្ចឹមរបស់គាត់រុញចូលគ្នាដោយសារតែគាត់កំពុងអោនក្បាលចុះគាត់មិនច្បាស់ទេតើជាម៉ាក់ឬដោយឃើញគាត់ទន់ភ្លន់បែបនេះស្ត្រីនោះកាន់តែបានចិត្ត
នាងចង្អុលទុយស្បែកជើងរបស់នាងហើយរកកំហុសដូច្នេះតើនាងឯងនឹងលួចជង្គង់ឬសងថ្លៃស្បែកជើងទាំងនេះអ្នកគ្រប់គ្រងជំរុញថាតើអ្នកពិតជាចង់ត្រូវគេបញ្ឈប់ពីការនេះមែនទេប្រញាប់ឡើងហើយសុំទោសអតិថិជនទៅជីនហូសម្លឹងមើលនាងយ៉ាងយកចិត្តទុកដាក់ហើយគិតថាសម្លៀកបំពាក់នោះម៉ាក់ធ្លាប់ប្រាប់ថាគាត់កំពុងធ្វើការនៅ call center នៅផ្សារទំនើបតើបន្ទាប់ពីស្ទើរទឹកមុខរបស់គាត់ប្រែទៅជាអស់សង្ឃឹមគាត់បញ្ចក់ជង្គង់ដើម្បីត្រៀមខ្លួនលុតជង្គង់ចុះស្រាប់តែគាត់ភ្ញាក់ព្រឺតនៅពេលដែលមាននរណាម្នាក់មកទប់ដៃគាត់អ្នកនោះមិនមែនជានរណាក្រៅពីកូនប្រុសគាត់នោះទេគាត់ភ្ញាក់ផើលនៅពេលដែលចំណាំកូនប្រុសគាត់បានគាត់សួរយ៉ាងត្រជាក់ល្ហឹមថាតើមានរឿងអ្វីសំខាន់ម្ល៉េះបានជាតម្រូវឲ្យនរណាម្នាក់លុតជង្គង់ចុះប្រាប់ខ្ញុំមកនៅក្នុងសម្លៀកបំពាក់អ្នកសម្អាតគាត់បែរមុខចេញដោយក្តីអៀនខ្មាស់ស្ត្រីដ៏ក្រអឺក្រទមនោះមិនមែនជាមនុស្សដែលគេអាចលេងសើចបានឡើយនាងចង្អុលចាំមុខជីនហូឯងជានរណាបានជាមកលូកដៃឯងជាកូនប្រុសរបស់នាងមែនទេគាត់សារភាពដោយបន្តថាបាទខ្ញុំជាកូនប្រុសរបស់គាត់នេះធ្វើឲ្យនាងស្រឡាំងកាំងម្ដាយរបស់ជីនហូក្រវីដៃបដិសេធអូទេកំឡោះម្នាក់នេះមិនស្គាល់ខ្ញុំទេជីនហូងាកមកហៅម៉ាក់តើម៉ាក់គ្មានគេដែលមានកូនដូចជាខ្ញុំមែនទេម៉ាក់គាត់ឈប់ហើយសម្លឹងមើលកូនដោយក្តីបារម្ភជីនហូសម្លឹងមើលម្ដាយរបស់គាត់ហើយនិយាយថាខ្ញុំមិនគ្មានគេទេម៉ាក់អ្នកទាំងពីរប្រឈមមុខដាក់គ្នាហើយស្ត្រីដែលពាក់អាវធំប្រណិតនោះក៏ផ្្លាត់មាត់ថាម៉ាក់គាត់សួរនាងថាដូច្នេះតើមានរឿងអ្វីកើតឡើងនៅទីនេះនាងចង្អុលម្រាមដៃទៅកាន់ស្ត្រីអ្នកសម្អាតហើយនិយាយថាអូគឺថាអំបោររបស់នាងប៉ះនឹងស្បែកជើងរបស់ខ្ញុំហ្វូងមនុស្សដែលនៅជុំវិញកំពុងថតហើយនិយាយគ្នាទៅវិញទៅមកថាត្រឹមតែប៉ុណ្ណោះមានតែប៉ុណ្ណោះសោះជីនហូសួរដោយកំហឹងថាត្រឹមតែហេតុផលប៉ុណ្ណេះអ្នកបង្ខំឲ្យម្ដាយរបស់អ្នកដតីលុតជង្គង់មុខរបស់ស្ត្រីដែលផាត់មុខក្រាស់នោះប្រែទៅជាខឹងសម្បាតើឯងដឹងទេថាស្បែកជើងទាំងនេះមានតម្លៃប៉ុន្មាន 60000 វ៉ូនជីនហូទាញដុំលុយមួយដុំចេញមកដោយមិនស្ទើកស្ទើរហើយនិយាយថានេះគឺ 60000 វ៉ូនឥឡូវនេះមិនថាសុំទោសម្ដាយខ្ញុំយកលុយនេះហើយចាក់ចេញទៅឬក៏រក្សាស្បែកជើងដ៏មានតម្លៃរបស់ឯងហើយត្រឡប់ទៅវិញដោយដៃទេអ្នកកំពុងតែត្រូវគេថតឥឡូវនេះហើយតើវាមិនល្អទេដែលអ្នកយកលុយនេះពាក្យនេះធ្វើឲ្យនាងភ័យខ្លាចចុះបើមិនយកក៏និយាយយ៉ាងត្រជាក់ថាតើខ្ញុំគួរតែបោះវាទៅលើដីឲ្យអ្នករើណេះដោយទាល់ច្រកនាងកម្មធ្មេញទាំងកំហឹងសំឡេងហូរចេញពីចំណោះធ្មេញរបស់នាងឯងខ្ញុំសំទោសប៉ុណ្ណឹងបានទេដៃមួយលូចេញយ៉ាងលឿនឆក់យកលុយពីដៃរបស់ជីនហូនាងងាកក្រោយហើយដើរចេញទៅដោយរាប់លុយដោយភាពលោភលន់បង្ហាញយ៉ាងច្បាស់លើមុខរបស់នាងបន្ទាប់ពីដោះស្រាយនឹងស្ត្រីនោះគាត់ងាកទៅរកអ្នកគ្រប់គ្រងម្ដាយគាត់ណែអ្នកគ្រប់គ្រងគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឮគេហៅឈ្មោះគាត់ភ្លាមហើយឆ្លើយថាបាទស្ត្រីនោះនៅមិនទាន់ទៅឆ្ងាយនៅឡើយទេហើយងាកទៅមើលថាជីនហូមានគម្រោងធ្វើអ្វីគាត់ចង្អុលទៅស្ត្រីនោះហើយនិយាយទៅកាន់អ្នកគ្រប់គ្រងថាសូមប្រកាសថាអ្នកយកស្បែកជើងរបស់នាងមកវិញវាជារបស់ខ្ញុំបានទិញវាដោយលុយរបស់ខ្ញុំប្រសិនបើវាមិននៅទីនេះនៅថ្ងៃស្អែកទេខ្ញុំនឹងប្តឹងពាក្យថាលួចទៅរៀមអ្នកគ្រប់គ្រងយល់ព្រមយ៉ាងលឿនថាបាទស្ត្រីនោះស្រឡាំងកាំងពេលឮដូច្នេះស្អីគេជីនហូងាកក្រោយហើយអោបស្មាម្ដាយគាត់ហើយនិយាយថាតោះម៉ាក់គាត់នៅតក់ស្តក់ហើយនិយាយរដាក់រដួលថាចាំសិនជីនហូណែចាំសិននៅពីក្រោយទាំងពីរស្ត្រីស្លៀកពាក់ប្រណិតនោះកំពុងស្រែកដូចជាមនុស្សឆ្កួលណែឯងគិតថាឯងកំពុងធ្វើអ្វីអាមនុស្សកំហាចនាងបដួលសំលៀងរបស់នាងហើយនិយាយដោយអន់វរថាអូមកអីឯងក៏មានបំណងយកវាទៅដែរមែនទេជីនហូរំលឹកនាងភ្លាមថាចឹងមែនទេប្រហែលជាខ្ញុំមិនត្រូវការវាទៀតទេអ្នកប្រហែលជាឃើញវានៅក្នុងធុងសម្រាមនៅថ្ងៃស្អែកអរគុណសម្រាប់ការរំលឹកយាយចាស់ការប្រមាថរបស់នាងបញ្ឆេះកំហឹងនៅក្នុងខ្លួននាងញាត់ដោយកំហឹងនាងកម្មធ្មេញហើយជេរប្រទេសអាឆ្កួតអញមិនមែនយាយចាស់ទេអ្នកគ្រប់គ្រងខាត់នាងអ្នកស្រីសូមស្ងប់អារម្មណ៍នាងនៅតែស្រែកឯងមកទីនេះការស្រែកយ៉ាងរន្ធត់ធ្វើឲ្យអ្នកទិញអីវ៉ាន់នៅជុំវិញងាកទៅមើលថាមានរឿងអ្វីកើតឡើងបន្ទាប់ពីរងចាំម្ដាយរបស់គាត់ពាក់អាវធំរួចជីនហូនាំគាត់ចេញពីកន្លែងធ្វើការនៅក្នុងអាកាសធាតុដ៏ត្រជាក់ខ្លាំងដង្ហើមរបស់គាត់ប្រែទៅជាផ្សែងដែលអាចមើលឃើញគាត់ងាកមកទូនមានកូនប្រុសគាត់ជីនហូប្រសិនបើយើងនិយាយជាមួយពួកគេឥឡូវនេះយើងប្រហែលជានៅតែអាចសង្គ្រោះរឿងនេះបានគាត់សួរសំណួរមួយដោយមិនដឹងមុខរឿងតាំងពីពេលណា
គាត់យល់ច្រឡំហើយគិតថាគាត់កំពុងសម្ដៅទៅលើអ្វីដែលទើបតែកើតឡើងហើយឆ្លើយថាវាមិនមែនទើបតែកើតឡើងនៅថ្ងៃនេះទេឬជីនហូអបម្ដាយគាត់យ៉ាងណែនការអបភ្លាមៗនោះធ្វើឲ្យគាត់ភ្ញាក់ផ្អើលគាត់នៅស្ងៀមក្នុងរង្វង់ដៃរបស់កូនគាត់សួរម្ដងទៀតដោយក្តីក្រៀមក្រំថាខ្នឹងចង់មានន័យថាតាំងពីពេលណាដែលម៉ាក់ស្គាល់ម្លេះដោយមានអារម្មណ៍ពីក្តីបារម្ភរបស់ជីនហូគាត់ញញឹមហើយឆ្លើយថាស្គមយ៉ាងម៉េចនេះជាលើកទី1ហើយដែលម៉ាក់ជួបប្រទះរឿងបែបនេះគាត់កាន់ដៃគាត់យ៉ាងណែនហើយនិយាយយ៉ាងទន់ភ្លន់ថាចាប់ពីពេលនេះតទៅម៉ាក់មិនបាច់ធ្វើការនៅកន្លែងដែលគេធ្វើបាបម៉ាក់បែបនេះទៀតទេម៉ាក់ចាប់ពីពេលនេះតទៅខ្ញុំនឹងមើលការខុសត្រូវគ្រប់យ៉ាងជីនហូសម្លឹងមើលម្ដាយគាត់ហើយញញឹមយ៉ាងទន់ភ្លន់គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឮកូនប្រុសរបស់គាត់និយាយបែបនេះគាត់លូកដៃទៅអង្អែលមុខដ៏សង្ហារបស់កូនប្រុសគាត់ថ្នមៗបន្ទាប់មកគាត់ញញឹមយ៉ាងទន់ភ្លន់គាត់លន់មកថាតាំងពីពេលណាដែលជីនហូរបស់ម៉ាក់ធំធេងដល់ម្លឹងទេសភាពផ្លាស់ប្ដូរនៅលើតុមានមុខម្ហូបក្តៅៗហុយៗ